បាទសួស្តីបងប្អូនម៉ួយអតិជនទាំងអស់ថ្ងៃនេះថ្ងៃទី22ខែមិថុនាឆ្នាំ2026វេលាម៉ោង1:28នាទីរសៀលអង្គុយលក់សាំងសុកស្រាប់តែខាងបងមន្ត្រីក្រសួងពាណិជ្ជកម្មខាងផ្នែកកបបគាត់ចូលមកសួរសុខទុក្ខគាត់និយាយលេងជាមួយយើងណាមកសួរសុខទុក្ខមិនហើយលក់ដាច់អីអត់ខែហ្នឹងហើយខ្ញុំក៏ឆ្លើយថាបងអើយខែហ្នឹងមេឃភ្លៀងលក់ដាច់មួយហ្នឹងបងហើយគាត់ថាបងសុំវាស់ប្រេងខ្លួនឯងតិចមានអីបងវាស់តាមមួយស្លាញ់ហើយគាត់ក៏ចាប់ដើមវាស់ទាំងពីរបូមមួយបូមមានដៃ6ទាំងអស់12ដៃបាញ់ហើយគាត់ត្រួតពិនិត្យទាំង12ដៃហ្នឹងណាដល់ពេលគាត់ត្រួតពិនិត្យទៅឃើញថាទាំង12ដៃគឺគ្រប់លាទាំងអស់មិនថាសាំងស៊ុបពេសាំងធម្មតានិងម៉ាស៊ុតគ្រប់លាទាំងអស់ហើយគាត់ក៏សួរថាបងឯងលក់គ្រប់លាទាំងអស់អូនបងអាចមើលផ្លាកទេបងខ្ញុំលក់គ្រប់លាទាំងអស់ហ្នឹងបរិមាណនិងគុណភាពគ្រប់លាទាំងអស់ហើយជាផលិតផលតេឡាសុទ្ធទេបងអត់មានយកប្រេងអីមកលុកឡំជាមួយគ្នាទេបងហើយគាត់ក៏សើចអូនឯងល្អអូនអ្នករកស៊ីដូចអូនឯងហ្នឹងបងពេញចិត្តខ្លាំងណាហើយគាត់ក៏សរសើរយ៉ាងថាខ្លួនឯងរកស៊ីស្មោះត្រង់អត់មានការកឹបកេងលេតអីអតិជនអញ្ចឹងមានមួយចូលទិញច្រើនណាអូនហើយខ្ញុំក៏ឆ្លើយថាបងអើយមួយហ្នឹងបងដោយសារផ្លូវហ្នឹងគេបើកក្រាស់ច្រើនពេកបងឯងមើលចាប់ពីស្រុកពញាក្រែទៅដល់ស្រុកមេមត់ចង់50ក្រាស់ហ្នឹងអញ្ចឹងគេពួតបច្ចេកគ្នាបងមួយគេចាក់គេមួយយើងចាក់យើងហើយគាត់ក៏សើចធ្វើម៉េចទេផ្លូវហ្នឹងក្រាស់ច្រើនអញ្ចឹងហើយគាត់ក៏ពិនិត្យរួចអស់ហើយឃើញត្រឹមត្រូវអស់ហើយគាត់ក៏ជម្រាបលាទៅវិញហើយក៏ខ្ញុំក៏ជម្រាបលាគាត់ទៅវិញដែរហើយខ្ញុំក៏សូមជូនពរបងខាងមន្ត្រីខាងកបបក្រសួងពាណិជ្ជកម្មធ្វើដំណើរតាមផ្លូវសុខសប្បាយសុវត្ថិភាពតាមផ្លូវនិងជោគជ័យគ្រប់ភារកិច្ចហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា